សូមបងខ្ញុំរៀបចំតើបំទឹកຂະຫນាត់ពិសេសជូនបងបាទសម្រាប់ឈុតនេះគឺបងតឡើងខ្លួនឯងអញ្ចឹងខ្ញុំបង្ហាញសម្ភារៈនិងគ្រឿងផ្សេងៗហើយបងពេលតឡើងអាចមើលវីដេអូនេះបានខ្ញុំបង្ហាញជូនបងត្រួសសម្រាប់នេះគឺជាម៉ូទ័របូមទឹកបាទតួគឺ95ទៅយកចេញ60បាទអញ្ចឹងបងបូមជម្រៅខ្ទង់35ទៅ40ម៉ែត្របាទប្រមាណទឹកនេះគឺបូមបាន13គីបហើយជម្រៅគឺយើងអាចទម្លាក់បានរហូតដល់60ម៉ែត្រទៅយកវា60បែបនេះបាទហើយខ្សែគឺខ្ញុំតជូនបងរួចជាស្រេចតាមតម្រូវការដែលបងយកខ្ញុំមានខ្សែសូឡានៅទីនេះហើយនឹងទូ controller អញ្ចឹងនៅពេលដែលតឡើងខ្ញុំមានរូប sequence នេះជូនបងអញ្ចឹងរូប sequence នេះបងអាចមើលបានរបៀបនៃការតខ្សែក៏ដូចជាការភ្ជាប់ផ្ទាំងសូឡាបាទផ្ទាំងសូឡាគឺយើងត4ផ្ទាំងហ្នឹងគឺដូចរូបខ្ញុំបង្ហាញហ្នឹងគឺជាសេរីអញ្ចឹងណាបាទហើយឥឡូវយើងមកមើលផ្នែកដែលយើងបញ្ចូលខ្សែវាមានតែ2ផ្នែកទេបាទទី1គឺផ្នែកខ្សែ motor បាទខ្សែ motor នេះគឺយើងមាន4រុនកន្លែងនេះដែលយើងត្រូវបញ្ចូលបាទអញ្ចឹងកន្លែង3នេះគឺយើងបញ្ចូលមកខ្សែ motor នៅទីនេះបាទយើងយកអាហ្នឹងតាមពណ៌ហ្នឹងចូលមកកន្លែងនេះហើយយើងសូកតាមរុននេះបាទហើយបន្ទាប់មកខ្សែដីខ្ញុំជូនបងដូចគ្នាមានដាច់ផ្ទះបុកដែរអញ្ចឹងហ្នឹងយើងតចេញមកដែរមកសរសៃអញ្ចឹងហើយផ្នែក motor គឺមានតែប៉ុណ្្នឹងទេបងតរួចហើយបងក្របអានេះចិត្តមកបាទដូចរូបខ្ញុំបង្ហាញជូនបងនេះបាទបង្ហាញអញ្ចឹងហើយផ្នែកទី2គឺខ្សែផ្ទាំងសូឡានេះបាទផ្ទាំងសូឡានេះខ្ញុំកាប់ដូចជូនបងបែបនេះបាទមានញីឈ្មោះហ្នឹងហើយផ្នែកខាងនេះគឺយើងយកចូល discenter បាទចូល discenter បងមើលចូលកន្លែងនេះបាទចូលខាងក្រោមហើយយើងមើលផ្នែកខាងលើតាមពណ៌តាមខាងលើនេះក្រហមខាងលើខាងក្រោមក៏ដាក់ក្រហមដូចគ្នាដែរខ្មៅខាងលើដាក់ក្រហមខ្មៅដូចគ្នាដែរអញ្ចឹងយើងមើលតាមរូបនេះមកដូចខ្ញុំបង្ហាញនៅទីនេះអញ្ចឹងបាទក្រហមខ្មៅហើយបន្ទាប់មកដោយមួយជាងដែលនៅសល់នេះគឺយើងយកទៅដោតនៅសូឡារបស់យើងដែលសូឡាមាន4ផ្ទាំងហ្នឹងគឺបងតបង្គំដូចខ្ញុំបង្ហាញក្នុងរូបនេះមកពេលដែលយើងតរួចបាទតរួចចុងក្រោយនៅសល់ខ្សែមកសរសៃមួយជាងនេះបាទបែបនេះយើងយកមកដោតចូលដោយខ្មៅដែលមានទម្រង់បែបនេះហើយផ្នែកក្រហមយើងតដូចគ្នាបាទមានដូចបែបនេះយើងយកចូលក្រហមដែលមានដូចរាងបែបនេះបាទហើយយើងតឡើងផ្ទាំងឲ្យហើយអញ្ចឹងមកបន្តយើងលាក់ចូលរងចូលអីចឹងទៅហើយពេលដែលបើកដំណើរការយើងបើកទៅ discenter នេះមួយទេពេលដែលមានថ្ងៃគឺវាអូតូដំណើរការខ្លួនវាអញ្ចឹងណាបងពេលអស់ថ្ងៃវាបិទខ្លួនវាហើយមុខនេះគឺមានអូតូផ្ដាច់នៅពេលដែល motor ដាច់ទឹកអត់តាក់ទឹកអីហ្នឹងណាបាទអញ្ចឹងអត់ព្រួយបារម្ភទេយើងអត់មើលក៏បានដែរគឺអត់ឆេះទេបាទអញ្ចឹងនេះ spec របស់ motor បាទຂະຫນាត់ពិសេសទៅយកចេញ60មានតួ95អញ្ចឹងទម្លាក់បានជម្រៅ60ម៉ែត្របរិមាណទឹកបាន13គីបទៅយកចេញ60នេះអញ្ចឹងខ្ញុំមានប៉ុណ្្នឹងទេបាទផ្ទាំងសូឡាចាំទម្លាក់ឡានឲ្យឡានខ្ញុំថតជូនបងបន្ថែមទៀតអញ្ចឹងខ្ញុំគ្រឿងខ្ញុំដាក់ចូលក្នុងទូខ្លះហើយនឹងដាក់ចូលកេះខ្លះអញ្ចឹងមានប៉ុណ្្នឹងទេចាំបងឆែកមើលទៅមានទូ controller មួយខ្សែសូឡា2ដុំបែបនេះខ្សែ motor តចូល motor ឲ្យស្រេចដាក់ចូលក្នុងកេះនេះបាទហើយនឹងផ្ទាំងសូឡាអូនមានកញ្ចាប់នេះមួយទៀតបាទអានេះមកឈុតផងដែរខ្ញុំដាក់ចូលទូជូនបងអញ្ចឹងមានប៉ុណ្្នឹងទេអរគុណបងសម្រាប់ការកំណត់ជំរាបលាបាទ